អ្នកប្រហែលជាមិនជឿខ្ញុំទេនិយាយដោយត្រង់ទៅពេលខ្លះសូម្បីតែខ្ញុំផ្ទាល់ក៏មិនជឿលើវាដែរប៉ុន្តែអ្វីដែលបានកើតឡើងនៅយប់នោះបានបំផ្លាញជីវិតរបស់ខ្ញុំជារៀងរហូតឈ្មោះរបស់ខ្ញុំគឺ Zara ហើយនេះគឺជាបទពិសោធន៍ដ៏រន្ធត់បំផុតក្នុងជីវិតរបស់ខ្ញុំវាបានកើតឡើងកាលពី3ខែមុនខ្ញុំនិងមិត្តភ័ក្តិដ៏ស្និទ្ធស្នាលរបស់ខ្ញុំឈ្មោះ Mona បានត្រឡប់មកពីពិធីជប់លៀងមួយនៅក្រៅក្រុងហើយយប់កាន់តែជ្រៅទៅហើយប្រហែលជាម៉ោង2ឬ3ទៀបភ្លឺផ្លូវគឺស្ងាត់ជ្រងំគ្មានមនុស្សម្នាឡើយ Mona ជាអ្នកបើកបរនាងតែងតែចូលចិត្តបើកឡាននៅពេលយប់បន្ទាប់មកភ្លាមនោះឡានរបស់យើងក៏រលត់នៅចំកណ្ដាលផ្លូវដាច់ស្រយាលមួយដែលព័ទ្ធជុំវិញដោយព្រៃឈើគ្មានភ្លើងបំភ្លឺផ្លូវគ្មានផ្ទះសម្បែងគឺគ្មានអ្វីទាំងអស់យើងបានព្យាយាមប្រើទូរស័ព្ទប៉ុន្តែគ្មានសញ្ញាអ្វីសោះដំបូងឡើយយើងសើចចំអកនឹងស្ថានភាពនេះដោយ Mona បាននិយាយលេងថាយើងកំពុងស្ថិតនៅក្នុងរឿងភាពយន្តភ័យរន្ធត់ណាមួយប៉ុន្តែបន្ទាប់ពី10នាទីកន្លងផុតទៅដោយគ្មានឡានណាបើកកាត់សភាពក៏ស្ងាត់ជ្រងំខ្លាំងនៅពេលនោះហើយដែល Mona បានឃើញផ្លូវដីតូចមួយនៅក្បែរផ្លូវធំវាហាក់ដូចជាផ្លូវកាត់តាមព្រៃ Mona បាននិយាយថាប្រហែលជាវាអាចនាំទៅដល់ស្ថានីយ៍ប្រេងឥន្ធនៈឬផ្លូវមួយទៀតដែលយើងអាចរកជំនួយបានចំពោះខ្ញុំវាហាក់ដូចជាគំនិតមិនល្អឡើយខ្ញុំមិនចង់ទៅទេខ្ញុំបានបញ្ចុះបញ្ជូន Mona ឲ្យរងចាំ1ម៉ោងទៀតហើយប្រសិនបើគ្មាននរណាម្នាក់មកដល់ទីនោះយើងនឹងពិចារណាលើការដើរតាមផ្លូវនោះបន្ទាប់ពីរងចាំ1ម៉ោងទៀតដោយអស់សង្ឃឹមយើងក៏សម្រេចចិត្តទុកឡានចោលយើងបានយកទូរស័ព្ទហើយចាប់ផ្ដើមដើរតាមផ្លូវដែលមានដើមឈើខ្ពស់កាន់តែដើរចូលទៅជ្រៅវាកាន់តែងងឹត Mona បានលេងសើចនាងតែងតែសប្រាប់រឿងគួរឲ្យខ្លាចនៅពីក្រោយខ្នងខ្ញុំឬស្រាប់តែចាប់ស្មាខ្ញុំដើម្បីឲ្យខ្ញុំភ្ញាក់ផ្អើលឈប់ធ្វើរឿងល្ងីល្ងើទៅ Mona យើងវង្វេងផ្លូវបាត់ទៅហើយដើម្បីកុំឲ្យគិតច្រើនអំពីស្ថានភាពនេះយើងក៏ចាប់ផ្ដើមនិយាយអំពីពិធីជប់លៀងមិត្តភ័ក្តិម្នាក់ក្នុងចំណោមមិត្តភ័ក្តិដែលបានទៅជប់លៀងនោះគឺជាមនុស្សដែល Mona មិនចូលចិត្តខ្លាំងណាស់ចុះហេតុអីបានជាអ្នកមិនប្រាប់ខ្ញុំថាហេតុអីបានជាអ្នកមិនចូលចិត្តតញ្ញ៉ាដំបូងឡើយខ្ញុំស្មានថានាងកំពុងដើរនៅពីក្រោយខ្ញុំប៉ុន្តែខ្ញុំលែងឮសំឡេងជើងរបស់នាងទៀតហើយខ្ញុំបានងាកក្រោយហើយហៅឈ្មោះនាង Mona ខ្ញុំចាប់ផ្ដើមភ័យស្លន់ស្លោបន្តិចខ្ញុំនៅតែបន្តហៅឈ្មោះនាងប៉ុន្តែគ្មានសំឡេងឆ្លើយតបខ្ញុំពិតជាភ័យខ្លាចណាស់ជុំវិញខ្លួនខ្ញុំងងឹតសូន្យឈឹងហើយស្ងាត់ជ្រងំស្រាប់តែភ្លាមនោះខ្ញុំបានឃើញនាងនៅចម្ងាយប្រហែល20ម៉ែត្រខាងមុខក្រោមដើមឈើធំមួយតើអ្នកកំពុងធ្វើអ្វីនៅទីនេះនាងកំពុងរត់យ៉ាងស្លន់ស្លោនាងមិនមែនជា Mona ទេនាងស្លៀកពាក់ខោអាវរបស់ Mona ប៉ុន្តែនាងមិនមែនជានាងទេខ្ញុំដឹងថាវាបានសម្លាប់ Mona ហើយខ្ញុំដឹងថាវាក៏នឹងសម្លាប់ខ្ញុំដែរខ្ញុំបានរត់ឲ្យលឿនបំផុតតាមដែលអាចធ្វើទៅបានដើម្បីទៅដល់ផ្លូវធំវិញនៅពីក្រោយខ្នងខ្ញុំឮសំឡេងបាក់មែកឈើមិនមែនជាសំឡេងជើងដើរទេភ្លាមនោះខ្ញុំឮសំឡេង Mona ស្រែកហៅពីក្រោយខ្ញុំ Zara ឈប់សិនកុំទុកខ្ញុំចោលទីនេះត្រឡប់មកវិញ
ខ្ញុំបានភ្ញាក់ឡើងនៅព្រឹកបន្ទាប់នឹងមាត់ភ្លឺអ្នកបើកបរម្នាក់ដែលបើកកាត់បានឈប់ហើយជូនខ្ញុំទៅផ្ទះខ្ញុំបានរីកាទៅប៉ូលីសភ្លាមពួកគេបានរុករកក្នុងព្រៃអស់ជាច្រើនថ្ងៃប៉ុន្តែមិនដែលរកឃើញសាកសពរបស់មូណាឬសត្វចម្លែកនោះឡើយអាជ្ញាធរបានសន្និដ្ឋានថាមូណាបានបាត់ខ្លួនឬក៏ខ្ញុំមានបញ្ហាផ្លូវចិត្តដោយសារតែការតក់ស្លុតខ្លាំងប៉ុន្តែខ្ញុំដឹងពីអ្វីដែលខ្ញុំបានឃើញពេលខ្លះខ្ញុំឆ្ងល់ថាតើមានពិតជាមូណាដែលអង្គុយនៅក្រោមដើមឈើនោះមែនឬទេឬក៏អ្វីម្យ៉ាងដែលស្ថិតនៅក្នុងព្រៃនោះកំពុងតែធ្វើពួកជាមៀងហើយមូណានៅតែបន្តបាត់ខ្លួននៅឡើយ